មនុស្សយើងគ្រប់រូបកើតមកគឺតែងតែពំនាំជាមួយនឹងភ្លេងមកជាមួយតើមូលហេតុអីមានមូលហេតុអីតាក់ទងជាមួយនឹងភ្លេងហ្នឹងគឺជាចំណុចទី1ដែលមនុស្សកើតឡើងតែម្ដងបាទខ្ញុំសូមលើកឡើងមួយថាមនុស្សវាខុសពីសត្វត្រង់មួយចំណុចនោះមួយគឺថាខុសពីសត្វហ្មងបាទយើងថាយើងនិយាយទៅអ្នកខ្លះគេថាអេសត្វយើងគេហៅសត្វមនុស្សមិនមែនទេគឺមនុស្សមួយសត្វខុសគ្នាបើតែសត្វវាធ្វើតាមសភាវគតិទេស្អីក៏ដោយប៉ុន្តែមនុស្សយើងសំខាន់ពីរគឺគេហៅថាពាក្យសាទស្សនវិជ្ជាគេហៅ argumentative ហើយនិង descriptive គឺមនុស្សគាត់អាចធ្វើពិពណ៌នាអំពីរឿងអីមួយមកថាគាត់មិនដែរទៅកំពុងគាត់ទៅកំពុងចាមម្ដងគាត់មកវិញគាត់ប្រាប់អ្នកមិនដែរទៅកំពុងចាមគាត់ថានេះខេត្តកំពុងចាមគាត់បញ្យល់បាន describe សត្វធ្វើអត់បានទេបាទមួយទៀតគេ argumentative បានគេថាគាត់មានតលហីកគាត់សួរគឺមនុស្សតើអត់បានសួរគឺគាត់ទាំងបែកគ្រូហើយធ្វើម៉េចគាត់បានសួរគាត់បានទៅជែកអត់អីចឹងទៅណាមនុស្សវាខុសពីសត្វហ្នឹងគឺចំណុចសំខាន់របស់មនុស្សក្នុងទស្សនវិជ្ជាបាទអញ្ចឹងហេតុអីបានខ្ញុំលើកឡើងចំណុចហ្នឹងមកក្នុងភ្លេងនៅពេលដែលមនុស្សចេះសួរមនុស្សចេះចាប់ដើមសួរគឺចាប់ដើមឆ្ងល់មនុស្សរស់នៅគាត់ជួបការដូចថាដដែលដំបូងគាត់រស់នៅក្នុងភ្នំជនវិជ្ជាជនកាលមនុស្សដំបូងណាជនជាតិដែលកើតឡើងមនុស្សជាតិសម្បូរហ្នឹងគាត់រស់នៅឃើញភាពដដែលគាត់អប់សុកយូរគាត់ថាអីអញ្ចឹងទៅគាត់ចាប់ដើមថាទៅគាត់ចាប់ដើមផ្លុំស្លឹកគាត់ដើមឃើញសត្វយំគាត់ថាសត្វយំព្រោះបាទណាក៏ចេញពីហ្នឹងបាត់បែកចេញមកអញ្ចឹងមកថាភ្លេងនេះគឺសង្កតាសិល្បៈទី1របស់មនុស្សហើយមុនគេ